ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងមានវីដេអូថ្មីមកមើល inverter 6 kW 48V ស៊េរីថ្មីយើងមកមើលទាំងអស់គ្នាបាទហើយយើងរៀបជាឈុតបែបនេះស្អាតរៀបឲ្យស្អាតឲ្យទូភ្លើងកញ្ចក់ទៀតគឺខាងបង EDC គាត់កំងបាទនិយាយទៅខាង solar ឥឡូវខាង EDC គាត់កំងបាទមកសិតតែអ្នក EDC បាទអញ្ចឹងយើងរៀបឲ្យគាត់បាទយើងមកមើលដំបូងជីអានេះ Disconnector អគុយយើងប្រើ DC 125 ampere អញ្ចឹងវា 48V គុណទៅមកខូនឃើញហើយយក ampere ហ្នឹងគុណនឹង V មកឃើញ 6000 ហើយ 6000 ជាងគុណឥឡូវយើងគុណ50ចុះហ្នឹងហើយ 6000 តិចតួចហ្នឹងត្រូវគេថាយើងដាក់ឲ្យត្រូវមិនមែនចេះតែដាក់ទេណាខ្សែអគុយក៏វាត្រូវរ៉ាន់រួចដែរតែខ្សែយើងប៉ុណ្ណេះលេខ5យើងបានតែ80 ampere ឬក៏90 ampere វាដើរល្អ100 ampere ក្តៅហើយបាទហើយ inverter យើងអត់តបញ្ចូលអីទេ6 kW ឬកូ inverter នេះយើងកំងគេយកដាក់ solar បានច្រើនឥឡូវយើងមកមើល solar ទាំងអស់គ្នា inverter 6 kW ប្រភេទ IP65 IP65 ហ្នឹងគឺអត់ចូលដីអត់ចូលទឹកបងប្អូនណាអត់ចូលដីគេចិត្តអត់អាខាងក្រោមនេះដីត្រជាក់វានៅក្រោមទេវាអត់ពាក់ព័ន្ធទៅលើទេអញ្ចឹងខាងលើនោះអត់ចូលដីអត់ចូលសัตว์អត់ចូលអីវាប្រើបានធន់ហើយកាលណា inverter ចូលដីច្រើនវាខូចដោយសារឆ្លងជើង IC វាដីហុយទៅវាស្អិតហ្នឹងហើយអញ្ចឹងពួកអាចចេះធន់មិនងាយខូចទៅណាទេ IP65 inverter 6000W ណែយើងមកមើល PV រាង PV នេះគឺ solar ចូល90ទៅ 500V MPPT ហ្នឹងហើយវាមាន2 MPPT ជើងទទួល2អញ្ចឹងយើងអស់មកក្រោមទៀតមកនេះ solar យើងបាន9គីឡូ6ម៉ាស៊ីន6គីឡូឯណាម៉ាស៊ីន6គីឡូទេតែ solar បានជិត10គីឡូល្អមែនតើ peak បានមក12គីឡូ peak មកកត្រាក់មួយសែននេះ10សែនទប់ជាប់តែយើងណែនាំតែ6គីឡូ26 ampere ឯងចឹងប្រើប្រាស់ហាមលើសគីឡូហើយរៀបគឺរៀបស្អាតបងប្អូនឃើញហើយ solar យើង2លីងនេះ2លីងចូល inverter កុងតាក់បិទបើកស្អាត inverter នេះបងប្អូនឃើញស្អាតអត់ខ្សែគុយលេខ5ខ្សែចេញខ្សែចូលលេខ6បាទ1x6 solar ក៏ 1x6 ដែរឥឡូវយើងមកមើលទូភ្លើងស្អាតយើងបាទមានស្អីខ្លះភ្លើងមាន3 LED សញ្ញាទូប្រភេទទូដៃក្រាស់មិនទូក្តារបងប្អូនឃើញគេចាប់អីណាណីយើងធ្វើគឺយើងធ្វើស្តង់ដាយើងធ្វើស្អាតបងប្អូនណាតម្លៃនិយាយគ្នាមួយភ្ញៀវមិនតែសំខាន់គឺស្អាតយើងអត់ចង់ធ្វើឲ្យញ៉ៃឲ្យអត់ស្អាតអីទេវាខូចទឹកដៃយើងអញ្ចឹងយើងធ្វើមួយឲ្យស្អាតចិត្តមួយតែភ្ញៀវគាត់ចង់ស្អាតបានយើងធ្វើហ្នឹងហើយអញ្ចឹងយើងមាន foil zip មួយចំនួនដើម្បីផ្ដាច់ហើយយើងមាន Disconnector ភ្លើងចូលភ្លើងចេញមាន ATS smart មួយបាទATS នេះដាក់មកលោតភ្លើងពេញហ្នឹងបងប្អូនណាស្អាតលោត wall លើហ្នឹងទៀតហើយយើង solar យើង2លីងមាន surge protector ហើយយើងមាន limit យើងមានចេញប្រើហើយយើងមានផលិតអគ្គីភ័យមួយបងប្អូន Suro នេះផលិតអគ្គីភ័យនេះអាហ្នឹងពេលវាឆេះអានេះទៅវាបាញ់ភីតពេញហ្នឹងផលិតប៉ុណ្ណេះស្អាតបាទបងប្អូនដាក់គុយថ្មលីសូម5-10គីឡូ solar 10ស្លឹកទៀតមកញាក់សាច់មកផ្ទះល្វែងប្រើយ៉ាងស្រួល25 ampere ហើយរៀបស្អាតចេះទៀតចាប់បាញ់ជាប់តន្ចាំងកំងដាក់ថ្មលីសូមមក network ឲ្យស្គាល់គ្នា 100% smooth ល្អប្រើព្រោះម៉ាស៊ីនឥឡូវទៅនើបបងប្អូនឃើញអត់ចូលដីអីទៀតម៉ាស៊ីននិយាយទៅមកក្រោយហ្នឹងគឺយើងជំរើសម៉ាស៊ីនបន្តិចព្រោះយើងអត់មានពេលខូចជួសជុលអីទេព្រោះយើងរវល់ខ្លាំងតឡើងច្រើនតែវីដេអូមិនអត់មាន upload ព្រោះ YouTube អត់ទៅ upload បងប្អូនហើយ YouTube យើងត្រូវថតទៅតឹងអញ្ចឹងយើងអត់ថតបច្ឆោទេ YouTube ថតទៅតឹងអញ្ចឹងបានយើង upload ទៅច្រើនយើងចេះផ្លិចយើងថតបច្ឆោយើងដាក់ TikTok ឥឡូវយើងដាក់ YouTube មួយទៅក៏មកញាតិមិត្តបងប្អូន YouTube យើងដាច់មួយបាទអត់ដែលឃើញយើង upload បាទបងប្អូន 10k ជាងដែរ10000អ្នក subscribe ដែរជាងយើងដាក់មកវីដេអូមួយនេះ solar ដាក់10ស្លឹកមកមួយឈុតប៉ុណ្ណេះញាក់សាច់
ទៅប្រើទៅនៅព្រៃភ្នំបាច់ខ្វល់ពី បញ្ហាភ្លើងអីទេបុកដងទៀតមកបូមទឹកមានភ្លើងប្រើស្រួលបាត់ទៅធ្វើអ្នកក្លាហានក្នុងព្រៃភ្នំចំការតែចំការទំនើបមានសូឡាមានភ្លើងដាក់ Wi-Fi ដាក់អ៊ីនធឺណិតមកទៅធ្វើMMO នៅក្នុងចំការជប់ខ្វល់ពី9 to 5 អូខេមានតែប៉ុណ្ណឹងឯងមើលលេងប៉ុណ្ណឹងឯងសូមអរគុណសូមជម្រាបលា